សុបស៊ីឈន់កាធាយបងធ្លាប់ញ៉ាំទេសាកម្ដងដូចខ្ញុំមកខ្ញុំធានាឲ្យរសជាតិហ្មងថ្ងៃនេះខ្ញុំពិសេសជាងគេគឺមានកាធាយ2ក្បាលធំល្អណាស់ហើយសិតតាពងបងអើយទិញយកមកគឺគេធ្វើស្រាប់ចឹងតាំងម្ដងហើយគេបឺតខ្យល់អីល្អទៀតមើលទៅគឺថាអនាម័យមែនទែនបន្ទាប់ពីនឹងមកគឺខ្ញុំដកចេញឲ្យបងមើលកាធាយនេះមួយប្រហែលជា1គីឡូបងដើម្បីធ្វើសុបស៊ីឈន់ហ្នឹងគឺដំបងឡើយយើងត្រូវស្រុកកាធាយហ្នឹងឲ្យឆ្អិនតែម្ដងទៅដើម្បីឲ្យវាកាត់ឆ្អាបបងយើងដាក់គល់លក្រីលក្រូចម្ទេសខ្ទឹមសដាក់ចូលក្នុងទឹកហ្នឹងហើយយើងដាក់កាធាយស្រុះវាទាំងម្ដងសម្រាប់កាធាយយើងស្រុះប្រហែលជា35នាទីអីគឺវាឆ្អិនហើយបងហើយវាអត់ស្វិតទេហើយពិសេសជាងហ្នឹងទៅទៀតគឺខ្ញុំទិញបានសាច់ចលោរបស់គោស្រែរបស់យើងតែម្ដងអ្នកស្រុកគេកាប់ផ្ទាល់អាចមើលសាច់បាននិយាយពីថាស្ងួតទឹកល្អណាស់ហើយនិយាយពីថាសាច់វិញឆ្ងាញ់ហើយទន់ល្អទៀតហ្នឹងងាយទិញបានទេសាច់គោល្អបែបហ្នឹងហើយនេះគឺខ្ញុំមានពងទានេះគឺទាចិញ្ចឹមខ្លួនឯងទៀតបងពិសេសហេលើកទី1ចិញ្ចឹមទាបានពងយកមកញ៉ាំនេះធ្វើស៊ីឈន់កាធាយបងអត់មានអីពិបាកទេគឺយើងមករៀបចំបន្លែហើយនឹងសាច់ដូចតើស៊ុបធម្មតានឹងឯងគ្រាន់តែយើងធ្វើទឹកស៊ុបបែបស៊ីឈន់ហើយនេះគឺជាគ្រឿងសម្រាប់ធ្វើទឹកស៊ុបរបស់យើងហើយនឹងខ្ទឹមសហ្នឹងគឺយើងដាក់ឲ្យច្រើនតិចទៅព្រោះយើងត្រូវយកទៅបំពងដើម្បីឲ្យទឹកស៊ុបរបស់យើងហ្នឹងមានក្លិនឈ្ងុយឈ្ងប់បងទីធ្វើទឹកស៊ុបស៊ីឈន់ខ្ញុំធ្លាប់បង្ហាញនៅវីដេអូមុនម្ដងហើយតែឥឡូវខ្ញុំមកធ្វើឲ្យបងមើលទៀតគឺយើងដាក់ប្រេងឆាចូលហើយដាក់ខ្ទឹមបំពងខ្ទឹមហ្នឹងឲ្យឡើងក្រហមឈ្ងុយតែម្ដងបន្ទាប់ពីហ្នឹងមកគឺយើងចាប់ផ្ដើមដាក់គល់លក្រីលក្រូចហើយនៅរំដេងដែលយើងបានធ្វើទុកហ្នឹងយកមកឆាចូលគ្នាឲ្យឡើងឈ្ងុយបន្ទាប់ពីគ្រឿងទាំងអស់ហ្នឹងចាប់ផ្ដើមឡើងឈ្ងុយហើយគឺយើងដាក់ដុំស៊ីឈាន់ចូលតែម្ដងថ្ងៃនេះដោយសារទឹកស៊ុបយើងធ្វើច្រើនអញ្ចឹងខ្ញុំដាក់ដុំស៊ីឈាន់ដល់ទៅ2ដុំបងកូរជាមួយនឹងខ្លាញ់ដើម្បីឲ្យវាចេញពណ៌ដុំស៊ីឈាន់អញ្ចឹងក៏បានឬក៏យើងចាក់ទឹកចូលតែម្ដងក៏បានដែរបងឆ្ងាញ់ដូចគ្នាអត់បាត់បង់រសជាតិទេហើយសម្រាប់ទឹកវិញបើយើងប្រើទឹកដូងទៀតគឺរឹតតែឆ្ងាញ់តែម្ដងបងតែដោយសារតែទឹកស៊ុបខ្ញុំច្រើនអញ្ចឹងខ្ញុំប្រើទឹកដូងលាយជាមួយនឹងទឹកធម្មតាដាំវាឲ្យពុះបន្ទាប់ពីហ្នឹងមកគឺយើងដាក់នៅដុំស៊ុបខ្នុរហើយយើងចាប់ផ្ដើមក្របគម្របវាទុកបងពេលណាដែលទឹកស៊ុបយើងពុះហើយយើងចាប់ផ្ដើមដាក់នៅទឹកត្រីបន្តិចរ៉ូឌីប៊ីចេងស្ករតាមចំណង់ចំណូលចិត្តណាហើយបើខ្ញុំស៊ុបស៊ីឈាន់ខ្ញុំអត់សូវញ៉ាំផ្អែមហ្មងទេបន្ទាប់ពីទឹកស៊ុបយើងឆ្អិនហើយគឺយើងដាក់នៅទឹកដោះគោស្រស់ចូលទុកឲ្យវាពុះតែប៉ុណ្ណឹងគឺហើយឯងបងងាយខ្លាំងមែនទែនសម្រាប់ទឹកស៊ុបស៊ីឈាន់មួយមុខនេះបន្ទាប់ពីហ្នឹងមកគឺអត់មានអីទេរៀបដាក់ចានហើយញ៉ាំហ្នឹងឯងបងឃើញកាធាយហ៎សម្រាប់កាធាយដែលស្រុះរួចហើយបងយកវាមកលាងទឹកដើម្បីឲ្យវាចេញពពុះឲ្យស្អាតឲ្យអស់ទើបយើងយកមកញ៉ាំបងហើយចំណែកទឹកជ្រលក់វិញគឺខ្ញុំប្រើប្រភេទទឹកត្រីបុកជាមួយនឹងទឹកតៅហ៊ូនឹងឯងអញ្ចឹងការញ៉ាំដូចតែស៊ុបទូទៅឯងបងដាក់បន្លែអីផ្សេងចូលអស់មកឬហើយចាំយើងដាក់កាធាយចូលព្រោះអីដោយសារកាធាយហ្នឹងគឺយើងស្រុះឆ្អិនល្អហើយបងហើយបន្ទាប់ពីហ្នឹងមកគឺយើងដាក់សាច់គោពេលដែលទឹកពុះគឺយើងញ៉ាំតែម្ដងនិយាយពីថាមួយឆ្នាំងនេះបងអើយបើញ៉ាំនៅហាងអត់ក្រោម$40និយាយមែននិយាយពីថាកាធាយនេះក៏ច្រើនពងកាធាយក៏ច្រើនដែរបងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបងមើលហើយកុំភ្លេចរៀនធ្វើតាមផងណាជួបគ្នានៅវីដេអូក្រោយបាយ